ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Admin Alert នេះជាភាគទី22នៃសាច់រឿងគំនូស្នេហ៍បងប្អូនភ្លោះមុននឹងចូលទៅដល់ក្នុងសាច់រឿង Admin សង្ឃឹមថាអ្នកទាំងអស់គ្នាមិនភ្លេចចុច Like Subscribe ហើយដាក់កណ្ដឹង Admin ម្នាក់មួយណាអញ្ចឹងហើយកុំឲ្យខាតពេលយូរយើងទៅមើលសាច់រឿងភាគនេះពេញជាមួយនឹង Admin ទាំងអស់គ្នាតាមនៅសាច់រឿងភាគទី22នេះដែរយើងឃើញថាសាច់រឿងបានចាប់ផ្ដើមឡើងដោយពិធីបន់ស្រន់របស់រនចឹងម្នាក់ពិតជាខូចចិត្តខ្លាំងមែនតើដែលរនចឹងគេទៅបាត់ចឹងណារូម៉ូនាងក៏មកគោរពបន់ស្រន់របស់រនចឹងហើយនាងបំរុងនឹងយកផ្កាយកទៅទុកនៅលើតុឲ្យរនចឹងបន្តែសាលូនាងខ្វាត់នឹងថានៅក្នុងកម្មវិធីហ្នឹងអត់ស្វាគមន៍រូម៉ូទេរនចឹងគេស្លាប់ក៏ដោយសារតែរូម៉ូដែរបើសិនជាកាលពីពេល10ឆ្នាំមុនរនចឹងគេមិនបើកឡានទៅជួបនាងនោះទេគេក៏មិនអាចជួបឧបតវៈហេតុអញ្ចឹងដែរឥឡូវនេះក៏ដូចគ្នាបើសិនជារនចឹងមិនទៅជួយនាងទេគេក៏មិនអាចចាក់ចេញទៅចោលនាងបានដែរហើយនាងនិយាយថាឲ្យសាលូវិញនាងថាកំហុសទាំងអស់ហ្នឹងគឺមកពីសាលូដែលបង្ខំឲ្យរនចឹងគេរៀបការបើសិនជាសាលូមិនបង្ខំឲ្យរនចឹងរៀបការទេវាក៏អត់មានរឿងទាំងអស់នេះកើតឡើងដែរសាលូនាងមើលទៅខូចចិត្តខ្លាំងមែនតើហើយនាងក៏មិនចង់និយាយអីច្រើនដែរនាងឲ្យរូម៉ូហ្នឹងឆាប់ចាក់ចេញទៅមុននឹងរូម៉ូនាងចាក់ចេញទៅនាងក៏បាននិយាយសុំទោសទៅកាន់សាលូនៅពេលដែលរូម៉ូនាងដើរចាក់ចេញទៅដូចជានរណាគេម្នាក់នៅគៀននេះលួចមើលពួកគេមកជិះនេះនៅពេលដែលអ្នកគ្រប់គ្នាចាក់ចេញទៅអស់ទើបយើងដឹងថាម្នាក់ដែលលួចមើលហ្នឹងគឺជារនយ៉ាងគេឈឺចាប់ខ្លាំងមែនតើហ្មងគេយំឡើងខ្លាំងហ្មងចាំពេលហ្នឹងដែរមេឃហ្នឹងក៏ធ្លាក់ភ្លៀងមកទៀតបាទដល់ខុនក៏បានមកដល់ហើយគាត់យំចង់ខ្លាំងជាងរនយ៉ាងទៀតនៅខាងក្នុងឡាននេះវិញបៃនាងក៏និយាយសួរទៅកាន់រូម៉ូថាមិនមុនហ្នឹងក៏ខាត់នាងអញ្ចឹងនាងចង់និយាយស្ដីបដៅទៅកាន់សាលូនឹងបន្តិចកុំឲ្យនាងប៉ិនតែបន្ទោសគេពេកអញ្ចឹងគេក៏និយាយថាបើសិនជានៅតែឆ្លោះគ្នាទៀតហ្នឹងអាចធ្វើឲ្យគ្រួសាររនត្រូវខ្មាស់គេអញ្ចឹងណារូម៉ូនាងក៏និយាយថានាងអត់ចង់ឲ្យមានការឆ្លោះគ្នានៅក្នុងពិធីបុណ្យសពរបស់រនអញ្ចឹងទេនាងគ្រាន់តែចង់ឲ្យរនអញ្ចឹងគេទៅបានសុខតែប៉ុណ្ណោះនាងមិនខ្វល់ថាអ្នកគ្រប់គ្នានៅក្នុងកម្មវិធីហ្នឹងគិតអីមកលើនាងទេនិយាយអញ្ចឹងហើយរូម៉ូនាងយំខ្លាំងមែនតើហ្មងត្រឡប់មកដល់មន្ទីរពេទ្យវិញរូម៉ូនាងក៏បានយកភួយទៅដណ្ដប់ឲ្យរនយ៉ាងគេក៏សួរពីពិធីបុណ្យសពរបស់រនអញ្ចឹងរូម៉ូនាងឆ្លើយថាមិនអីទេទៅរលូនទេដោយសារតែសាលូនាងជាអ្នករៀបចំមកមើលទៅរនយ៉ាងគេស្អាតខ្លាំងមែនតើហើយគេប្រាប់រូម៉ូថាគេចង់ត្រឡប់ទៅនៅភូមិមីទីវិញណាមួយគេពិតជានឹកម្ហូបដែលប៉ារបស់គេធ្វើខ្លាំងណារូម៉ូនាងនិយាយថាហ្នឹងហើយចាំពេលដែលលោកបានជាស្រួលបួនហ្នឹងចាំយើងត្រឡប់ទៅវិញបន្តមកទៀតរូម៉ូនាងបាននាំរនយ៉ាងមកកន្លែងនេះរនយ៉ាងនៅពេលដែលគេមកដល់កន្លែងហ្នឹងគេនឹកឃើញទស្សនវិជ្ជាគ្រប់យ៉ាងរវាងគេហើយនឹងរនចឹងហ្មងមានទាំងការគូររូបជាមួយនឹងគ្នារត់លេងជាមួយនឹងគ្នាព្រមទាំងអោបគ្នាទៀតផងដោយរូម៉ូនាងមើលទៅរនយ៉ាងគេខូចចិត្តខ្លាំងពេករូម៉ូនាងក៏និយាយថានាងនឹងថារនយ៉ាងមិនទាន់ទទួលយកការប៉ັດបានទេតែអ្វីដែលរនចឹងគេនៅខាងលើចង់ឃើញថារនយ៉ាងហ្នឹងគេរស់នៅក្នុងជីវិតដែលសប្បាយរីករាយរនយ៉ាងគេនិយាយថាគេមិនទាន់ធ្វើចិត្តបានទេវាពិតជាភ្លាមខ្លាំងណាមួយគេក៏មិនដែលនឹកស្មានថារវាងពួកយើងទាំងពីរនាក់ត្រូវមានម្នាក់ត្រូវចាក់ចេញនោះទេគេក៏ដឹងដែរថាគាត់បានលះបង់ខ្លួនគាត់ដើម្បីគេអញ្ចឹងហើយគេពិតជាពិបាកធ្វើចិត្តខ្លាំងមែនតើរូម៉ូនាងក៏និយាយថានាងក៏នឹកគាត់ខ្លាំងណាស់ដែររនយ៉ាងគេក៏និយាយលងវិញគេនិយាយថារនចង់នឹងក៏ចង់ឃើញរូម៉ូនាងរស់នៅដោយសប្បាយចិត្តខាន់មកដល់មួយខែក្រោយមកយើងឃើញថានៅក្នុងភូមិមីទីហ្នឹងពិតជាមានភ្ញៀវទេសចរមកច្រើនណាស់មានគូស្នេហ៍ម្នាក់ហ្នឹងបានសួរថាចិននឹងលក់ដូងមួយម៉ានៅពេលដែលចិនគេប្រាប់តម្លៃទៅពីអ្នកគេហ្នឹងថាពិតជាថ្លៃខ្លាំងណាស់គេអត់ទិញទេប៉ុន្តែនិយាយពីថាចិនហ្នឹងមានមន្តអាគមនិយាយដាក់ស្នេហ៍អ្នកទិញហ្មងគេនិយាយរាយរាប់ឡើងច្រើនហ្មងនិយាយបញ្ចុះបញ្ចូលនេះនិយាយបញ្ចុះបញ្ចូលនោះនិយាយពីដើមកំណើតប្រដូងហ្នឹងថាផឹកទៅអាចស្រឡាញ់គ្នាដល់ចាស់អីឡើងច្រើនហ្មងអ្នកទិញវិញត្រូវមន្តអាគមរបស់ចិនហ្មងគេថាអញ្ចឹងឲ្យគេមួយមកនៅពេលដែលភ្ញៀវចេញទៅបាត់រូម៉ូនាងក៏ដើមឲ្យសួរចិនថាយើងដូចជាមិនដែលឮអំពីរឿងដែលចិននិយាយមុនហ្នឹងសោះចិនគេក៏ស្រាប់តែនិយាយថារឿងទាំងអស់ហ្នឹងរនយ៉ាងគឺជាអ្នកប្រាប់គេហើយរនយ៉ាងគេក៏លេចមុខចេញមកហើយគេស្ដីឲ្យចិនថាមិនក៏ទម្លាក់កំហុសឲ្យគេតែម្នាក់ឯងអញ្ចឹងចិនគេក៏យករួចខ្លួនថាបើមិនចឹងនោះទេរូម៉ូប្រកាសជាសម្លាប់គេចោលហើយរូម៉ូនាងក៏ស្ដីឲ្យរនយ៉ាងថាមានដឹងអត់ថាអ្វីដែលនិយាយមុនហ្នឹងគឺកុហកភ្ញៀវសុតសាតហ្មងរនយ៉ាងគេក៏និយាយថាគេគ្រាន់តែចង់តែអ្វីដែលគេធ្លាប់រៀនមកតារូម៉ូនាងក៏ដាក់ទោសឲ្យរនយ៉ាងហ្នឹងជួបសម្អាតហាងពេញមួយថ្ងៃក៏លេចមកមើលនៅក្នុងក្រុមហ៊ុនរនស៊ីវិញឥឡូវនេះសាលូនាងជាអ្នករ៉ាប់រងការងារទាំងអស់បន្ទាប់ពីរនចឹងនៅពេលដែលនិយាយការងារហ្នឹងសិនចាងគេនៅតែហៅសាលូថាសាលូអញ្ចឹងសាលូនាងលើអញ្ចឹងហើយនាងក៏ស្ដីឲ្យនាងនិយាយថានាងប្រាប់សិនចាងប្រហែលដងហើយថាឲ្យហៅនាងហ្នឹងថាអ្នកស្រីរនបន្ទាប់ពីនិយាយការងារហើយសាលូនាងក៏និយាយថានាងប្រហែលជាត្រូវ
សៀការងារខ្លះឲ្យទៅកាន់រនយ៉ាងធ្វើអញ្ចឹងណាព្រោះដោយសារតែរនចឹងហ្នឹងគេស្រឡាញ់រនយ៉ាងដល់ពេលអញ្ចឹងនាងក៏ចង់មើលថែរនយ៉ាងចំនួនរនចឹងអីអញ្ចឹងទៅហើយនាងក៏សួរពីស្ថានភាពនៅក្នុងភូមិម៉ៃទីមិនដែរសិនចាញ់គេក៏និយាយថាមិនអីនោះទេហើយថ្ងៃស្អែកហ្នឹងគេនឹងទៅលេងភូមិម៉ៃទីតែលោកនាងសេតខ្លះមែនតើហើយនាងនិយាយថាពួកគេខ្វាយខ្វល់តែពីជីវិតរបស់ពួកគេតែគ្មាននរណានឹករលឹកនឹងខ្វាយខ្វល់ពីមនុស្សដែលបានចាក់ចេញទៅទេនិយាយហើយនាងក៏បានសម្លឹងទៅមើលរូបថតរនចឹងនិយាយទៅអ្នកស្រីលូដែរលះបង់គ្រប់យ៉ាងដើម្បីរនចឹងហ្មងតែលេចមកមើលក្នុងភូមិម៉ៃទីវិញញ៉ាលីនបានប្រាប់ទៅកាន់ជីនថាថ្ងៃហ្នឹងនៅពេលដែលនាងទៅមើលគ្រូថាថ្ងៃហ្នឹងនាងនឹងជួបស្នេហ៍ពិតហើយស្នេហ៍ពិតរបស់នាងហ្នឹងនឹងដើរមកពីទិសខាងត្បូងចាំពេលហ្នឹងដែរប្អូនរបស់រូម៉ូគេបានដើរមកក៏ឲ្យល្អដួលនៅខាងមុខកញ្ញាលីននឹងទៀតប៉ុន្តែកញ្ញាលីននឹងលឿនដែរចាប់ជាប់រូម៉ូនាងក៏ណែនាំទៅថាម្នាក់នឹងគឺជាប្អូនប្រុសរបស់នាងអញ្ចឹងណាដល់ពីនិយាយគ្នាបានបន្តិចហើយពួកគេក៏ត្រឡប់ទៅវិញកញ្ញាលីននឹងនាងឡើងសប្បាយចិត្តហ្មងដោយសារតែប្អូនរបស់រូម៉ូនឹងដើរមកពីទិសខាងត្បូងអញ្ចឹងមានន័យថាប្អូនរបស់រូម៉ូជាគូនឹងកញ្ញាលីនមែនក៏លេចមកមើលនៅក្នុងផ្ទះនេះវិញបាទដល់គុនគាត់និយាយថាអាទិត្យក្រោយហាងរបស់ពួកយើងនឹងបើកសាជាថ្មីឡើងវិញឯណាពួកគេទាំងអស់គ្នានឹងក៏បានសប្បាយចិត្តហើយពេលនឹងដែរហ្វាដកូនក៏បានចាក់ស្រាមួយកែវទៅឲ្យរនចឹងរូម៉ូនឹងក៏និយាយថាហ្វាដកូនអត់ចាំមែនថារនចឹងគេមិនផឹកស្រារនយ៉ាងគេលឺអញ្ចឹងហើយគេក៏និយាយថាទុកឲ្យគេជាអ្នកផឹកវិញអូនរបស់រូម៉ូនឹងគេក៏និយាយថាទុកឲ្យគេជាអ្នកផឹកវិញតារាមគ្នាផឹកស្រាមួយកែវនឹងហ្មងរនយ៉ាងគេនិយាយថាប្អូនរបស់រូម៉ូនឹងមិនទាន់ចាក់កលទេដល់ពេលអញ្ចឹងមិនអាចផឹកស្រាបានទេប៉ុន្តែចុះឡាននឹងគ្មានណាគេបានផឹកទេដោយសារតែទុកកែវនឹងនៅចុងតុកទេតែគ្នាចុះឡាននឹងប្អូនរបស់រូម៉ូក៏បបួលរនយ៉ាងនឹងគេលេងក៏ព្រួញទៅលើក្តារដូចយើងបាញ់ព្រួញរនយ៉ាងគេនិយាយថាអារឿងហ្នឹងគេបកកែទោះបីជាគេបិទភ្នែកលេងក៏អាចលេងឈ្នះប្អូនរបស់រូម៉ូបានដែរប្អូនរបស់រូម៉ូហ្នឹងគេនិយាយថាគេមិនជឿទេតបមកពីអ្នកគេហ្នឹងក៏ទៅលេងនៅពេលដែលគប់លើកទី1ហ្នឹងគឺថាប្អូនរបស់រូម៉ូឈ្នះបើរនយ៉ាងវិញគេគប់ឡើងអន់ហ្មងតែនៅពេលដែលសម្ដេចសម្រួលថាឈប់លេងហ្នឹងរនយ៉ាងគេគប់អាហ្នឹងអត់មានមើលក្តារហ្នឹងណាប៉ុន្តែចំឡើងកដាលហ្មងប្អូនរបស់រូម៉ូគេឡើងភ្ញាក់ហើយគេប្រាប់រនយ៉ាងគេនិយាយថាប្រហែលវាជាសំណាងរបស់គេដឹងលើកហ្នឹងហើយកលេចទៅមើលទឹកមុខរបស់រូម៉ូវិញមានដូចជាសង្ស័យយ៉ាងម៉េចទេដោយសារតែការគប់មិញហ្នឹងដូចជាការគប់របស់រនចឹងកាលពីមុនអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយរូម៉ូនឹងក៏ចាប់ផ្ដើមល្អូហើយនាងថាឲ្យតែប្អូននាងមកពេលណាដឹងតែផ្ទះញ៉ៃហ្មងរនយ៉ាងវិញគេនិយាយថាគេចូលចិត្តនៅពេលដែលប្អូនរបស់រូម៉ូមកលេងព្រោះដោយសារតែមានគ្នាលេងជាមួយនឹងគេប៉ុន្តែនិយាយអញ្ចឹងបាត់អាឈិនទៅណាបាត់ហើយរូម៉ូនឹងក៏និយាយថាដូចជាគេបានទៅខាងក្រៅជាមួយនឹងហ្វាដខុនបាត់ហើយខណៈនឹងដែររនយ៉ាងគេក៏ឃើញថានៅខាងក្រៅនឹងវាធ្លាក់ភ្លៀងមកហើយដល់ពេលអញ្ចឹងរូម៉ូនឹងក៏ថាចំនាងចេញទៅយកហ្វាដខុនហើយនឹងប្អូនរបស់នាងចេញមកដល់ខាងក្រៅកន្លែងនេះវាមានទឹកដល់ពេលអញ្ចឹងរនយ៉ាងគេក៏ហុចដៃឲ្យរូម៉ូនឹងតោងដៃគេមកដល់ពេលដែលរូម៉ូនឹងឆ្លងផុតហើយនិយាយពីថាពីអ្នកនឹងនៅក្បែរគ្នាខ្លាំងមែនតែនហ្មងហើយមើលមុខគ្នាឡើងយូរទៀតខណៈនឹងដែរហ្វាដខុនក៏ត្រឡប់មកវិញល្មមរនយ៉ាងគេស្ដីឲ្យហ្វាដខុនថាមើលមេឃអត់ស្រួលហ្វាដខុនខំប្រឹងចេញទៅក្រៅទៀតឥឡូវនឹងវាធ្លាក់ភ្លៀងប្រយ័ត្នតែឈឺទៅហើយនឹងដែររូម៉ូនឹងក៏សួររកប្អូនប្រុសរបស់នាងហ្វាដខុនក៏ថាគាត់មកយកឆាត់សិនបានត្រឡប់ទៅយកអាឆាន់វិញអញ្ចឹងណាឡែកមកមើលប្អូនរបស់រូម៉ូវិញគេនៅជួយជួសជុលពូភ្លើងរបស់កញ្ញាលីនណាគេកំពុងតែជួសជុលសុកហ្នឹងកញ្ញាលីនក៏សួរគេថាគេនៅក្មេងចង្ហាឲ្យបកកាយអញ្ចឹងប្រកាសជាមានមនុស្សស្រីច្រើនណាតាមស្រឡាញ់គេត្រូវអត់ប្អូនរបស់រូម៉ូគេក៏និយាយថាប្រកាសហើយប៉ុន្តែអ្នកទាំងអស់នោះគេគិតថាច្រឹកនៅក្មេងខ្លាំងណាស់ដល់ពេលអញ្ចឹងគេអត់ពេញចិត្តទេលឺតែអញ្ចឹងហ្នឹងកញ្ញាលីនគេឡើងសប្បាយចិត្តហ្មងពួកគេចាស់ទុំហ៎កញ្ញាលីននាងក៏ទៅជួយទុំអំពូលនិងជួយជួសជុលប្អូនរបស់រូម៉ូដែរហើយនិយាយពីថាញ៉ាយប្អូនរបស់រូម៉ូរហូតមកមានណាពេលហ្នឹងភ្លើងក៏ភ្លឺឡើងវិញហើយកញ្ញាលីននឹងអត់សូវសប្បាយចិត្តទេហើយនិយាយខ្សឹបតែម្នាក់ឯងថាមិនកំពូនឹងវាភ្លឺលឿនម៉ែប្អូនរបស់រូម៉ូគេក៏លឺដែរហើយដល់ពេលអញ្ចឹងទៅគេក៏សើចកលេចមកមើលនៅខាងក្នុងផ្ទះណែវិញរូម៉ូនឹងកំពុងតែធ្វើម្ហូបសម្រាប់ឲ្យហ្វាដខុនព្រោះគាត់ត្រូវទឹកភ្លៀងអញ្ចឹងហើយនឹងធ្វើម្ហូបពីខ្ញីដើម្បីកាត់បន្ថយផ្ដាសាយរនយ៉ាងគេដើរមកដល់រូម៉ូនឹងក៏ប្រើឲ្យរនយ៉ាងនឹងជួយបើកកូកាឲ្យនាងបន្តិចមកនៅពេលដែលរនយ៉ាងគេបើកកូកាហើយគឺដូចជាការបើកកូការបស់រនចឹងខ្លាំងមែនតើហ្មងរូម៉ូនឹងឡើងសង្ស័យកាត់មកដល់ថ្ងៃថ្មីយើងឃើញថាសិនចាងហើយនឹងហ្វៃបានមកលេងរូម៉ូហើយនឹងរនយ៉ាងពួកគេក៏បាននិយាយរាក់ទាក់គ្នាបន្តិចតួចនៅពេលដែលរូម៉ូហើយនឹងហ្វៃចូលទៅខាងក្នុងបាត់រនយ៉ាងគេនិយាយជាមួយនឹងសិនចាងថាមកតាមគេមកគេមានរឿងនិយាយជាមួយនឹងសិនចាងនៅខាងក្នុងបន្ទប់ឯណាវិញហ្វៃនឹងនិយាយថានាងពិតជាចំណានជាមួយនឹងជីវិតរបស់រូម៉ូដល់ហើយនៅហ្នឹងវា fresh ខ្លាំងណាស់សំខាន់មានទឹកសមុទ្រទៀតរូម៉ូនឹងក៏ប្រកែកនាងថានាងនៅតែក្នុងផ្ទះហ្នឹងតែហ្វៃថាយ៉ាងហោចណាស់ក៏ឯងជួនណាទៅបានទៅលេងសមុទ្រទៅមើលសមុទ្រលេងអីដែរប៉ុន្តែនិយាយអញ្ចឹងឯងរស់នៅក្រោមលំដោផ្ទះជាមួយនឹងរនយ៉ាងយូរហើយតើទំនាក់ទំនងរវាងពីរនាក់ឯងមានអភិវឌ្ឍអីអត់រូម៉ូនឹងនិយាយថាអត់មានទេប៉ុន្តែនាងដូចជាចម្លែកជាមួយនឹងរនយ៉ាងដល់ហើយនាងនិយាយថាត
តាមកាយវិការតាមចរិតរបស់រនយ៉ាងគេបានបង្ហាញមកហ្នឹងគឺជាចរិតរបស់រនយ៉ាងហ្មងម្នាក់ហ្នឹងគឺជារនយ៉ាងប៉ុន្តែពេលខ្លះអារម្មណ៍របស់នាងឲ្យដឹងហ្មងថាម្នាក់ហ្នឹងមិនមែនជារនយ៉ាងទេគឺជារនចឹងទោះបីជានាងខំគិតថាម្នាក់ហ្នឹងគឺជារនយ៉ាងប៉ុន្តែកាយវិការខ្លះរបស់គាត់ពិតជាដូចរនចឹងខ្លាំងមែនទែនជាពិសេសនៅពេលដែលនាងនៅក្បែររនយ៉ាងឥឡូវហ្នឹងនាងមានអារម្មណ៍ថាសុវត្ថិភាពមានអារម្មណ៍ថាសប្បាយចិត្តមានអារម្មណ៍ថាចង់នៅជាមួយនឹងគាត់ហ្មងណាហ្វៃនាងក៏និយាយឡើងថាមែនហើយវាពិតជាចម្លែកណាកន្លែងមកមើលពីអ្នកនេះវិញគេមកស្ទុចត្រីនឹងឯងសិនចាងគេមកប្រាប់រនយ៉ាងថាប្រហែលជាបន្តិចទៀតហ្នឹងសាលូនាងនឹងមកទីនេះដើម្បីតែភិកហូនមួយចំនួនហ្នឹងទៅឲ្យរនយ៉ាងគេកាន់កាប់ដែរអញ្ចឹងណាប៉ុន្តែរនយ៉ាងគេនិយាយថាគេមិនត្រូវការទេហើយរនយ៉ាងបានបន្តទៀតថាក្រុមហ៊ុនរនស៊ីហ្នឹងគេចង់ទុកឲ្យសាលូជាអ្នកកាន់កាប់និយាយរួមទៅគេចង់ឲ្យក្រុមហ៊ុនហ្នឹងទៅកាន់សាលូហ្មងណាសិនចាងគេក៏សួរបញ្ជាក់ដែរថាអាហ្នឹងគឺជាញើសឈាមរបស់រនចឹងពេញមួយជីវិតព្រមលះបង់ទៅឲ្យសាលូដោយងាយៗអញ្ចឹងមែនរនយ៉ាងគេនិយាយថាគេលែងចង់បានអីទៀតទេគេគ្រាន់តែចង់បានជីវិតដែលរស់នៅក្នុងភាពស្ងប់សុខតែប៉ុណ្ណោះកាត់មកដល់យប់ឡើងសិនចាងគេបានឆាតទៅរកហ្វៃនឹងតបមកវិញថាក្រែងសិនចាងហ្នឹងគេជាមួយនឹងរនយ៉ាងហើយមិនម៉ានិយាយគ្នាជាមួយនឹងរនយ៉ាងហ្នឹងទៅកុំឆាក់មកនាងទៀតនាងចូលគេងាយនាងធុញណាពេលហ្នឹងដែរនៅពេលដែលរនយ៉ាងគេបានមកដល់សិនចាងគេស្ទុះទៅក្បែររនយ៉ាងហ្មងណារនយ៉ាងគេឡើងភ្ញាក់ឡើងរត់ហើយសិនចាងគេនិយាយប្រាប់រនយ៉ាងថាគេអត់ចង់គេជាមួយនឹងរនយ៉ាងទេគេចង់គេជាមួយនឹងហ្វៃគេអត់បានគេជាមួយនឹងហ្វៃមកយកគេមានអារម្មណ៍ថាអត់សុបាយចិត្តសោះអត់ចេះគេហ្មងណារនយ៉ាងគេតបថាបើមិនចឹងទេអញចេញពីបន្ទប់នឹងទៅនៅជាមួយនឹងហ្វៃវិញទៅសិនចាងគេនិយាយថាបើសិនជាគេធ្វើអញ្ចឹងបានណាគេធ្វើយូរហើយតែអត់មានភ្លេចប្រាប់មុននឹងសិនចាងគេដោះអាវនឹងដើម្បីឲ្យរនយ៉ាងហ្នឹងគេជួយបិទកៅអីឲ្យគេតិចមកកាន់មកដល់ផឹកស្អែកហ្វៃហើយនឹងសិនចាងត្រូវត្រឡប់ទៅវិញហើយរੂមកវិញនឹងនៅនឹកហ្វៃឲ្យឡើយទេទៅពេលដែលរੂមកនឹងសួររកសិនចាងហ្វៃនឹងក៏ប្រាប់ថានាងឃើញសិនចាងចូលទៅក្នុងបន្ទប់រនយ៉ាងតាំងពីព្រឹកក៏ម៉ូតូស្មោះនឹងអត់ទាន់ចេញមកវិញទេរੂមកនឹងនិយាយថាចម្លែកម៉េះនាងមិនដែលឃើញថាសិនចាងស្និទ្ធស្នាលជាមួយនឹងរនយ៉ាងពីមុនមកផងមិនក៏ឥឡូវពីអ្នកគេដូចជាស្និទ្ធស្នាលជាមួយនឹងគ្នាម៉េះមុននឹងសិនចាងគេចាក់ចេញទៅគេបានបកគលថ្នាំមកកញ្ចប់យកទៅឲ្យរនយ៉ាងហើយថ្នាំហ្នឹងគឺជាថ្នាំបេះដូងតិចម្នាក់ហ្នឹងគឺជារនចង់ប៉ាត់មែនទៅហើយសិនចាងគេនិយាយថាបើសិនជារនយ៉ាងហ្នឹងមានរឿងអីអាចខំមករកគេបាននិយាយអញ្ចឹងហើយពួកគេទាំងពីរនាក់ក៏ចេញទៅក្រៅបាទដល់ខុនក៏សួរសិនចាងថាតើសិនចាងមានឃើញកាដូដែលគាត់បានទិញឲ្យហ្នឹងទុកនៅកលៀតទ្វារហ្នឹងឯងសិនចាងគេអាចបានចាប់អារម្មណ៍មកដល់ពេលអញ្ចឹងគេអាចបានយកមកទេរੂមកនាងក៏សុំចូលខ្លួនជាអ្នកទៅយកឲ្យចុះពេលដែលនាងទៅយកអាវ៉ាន់ហ្នឹងហើយនាងក៏បានឃើញថ្នាំបេះដូងហ្នឹងនៅលើតុដែរនៅពេលដែលសិនចាងហើយនឹងហ្វៃត្រឡប់ទៅវិញមកនាងក៏បានមកសមុទ្រតែម្នាក់ឯងនាងនិយាយថាថ្នាំនោះគឺជាថ្នាំបេះដូងអញ្ចឹងហើយម្នាក់ហ្នឹងប្រកាសជារនចឹងហើយសាច់រឿងក៏បានលេងត្រឡប់ក្រោយទៅកាលពី3ខែមុនដល់នៅពេលដែលផ្ទុះក៏បែកនឹងភ្លាមហ្នឹងពួកគេទាំងពីរនាក់ហ្នឹងសុទ្ធតែចូលពេទ្យនៅពេលដែលពេទ្យចេញមកហ្នឹងពេទ្យគាត់និយាយថាចំពោះរនចឹងអត់មានបញ្ហាអីធ្ងន់ធ្ងរប៉ុន្តែធ្ងន់ធ្ងរជាងគេហ្នឹងគឺចំពោះជំងឺបេះដូងរបស់គាត់ប៉ុន្តែសម្រាប់រនយ៉ាងវិញពួកយើងមិនអាចជួយសង្គ្រោះគាត់បានទេលឺអញ្ចឹងហើយហ្វាដឺខុនគាត់ឡើងស្លុតចិត្តហ្មងហើយលោកគ្រូពេទ្យបានបន្តនិយាយទៀតថាមុននឹងរនយ៉ាងគេបានស្លាប់ហ្នឹងគេបានចុះហត្ថលេខាលិខិតបរិច្ចាគបេះដូងរបស់គេទៅកាន់រនចឹងឥឡូវហ្នឹងគាត់ត្រូវការសញ្ញាពីអាណាព្យាបាលរបស់រនយ៉ាងមកតង់ទៀតហ្វាដឺខុនគាត់ខូចចិត្តខ្លាំងមែនតើគាត់សញ្ញាទាំងខូចចិត្តខ្លាំងហ្មងនិយាយទៅហ្វាដឺខុនគាត់ស្រឡាញ់រនយ៉ាងហើយនឹងរនចឹងទាំងពីរនាក់ហ្នឹងប៉ុន្តែសម្រាប់ admin គាត់ថាគាត់ប្រហែលជាស្រឡាញ់រនយ៉ាងជាងដោយសារតែនៅជាមួយតាំងពីតូចដល់ពេលរនយ៉ាងគេត្រូវចាក់ចេញទៅតែមួយប្រពេចភ្នែកចឹងគាត់ខូចចិត្តខ្លាំងមែនតើហ្មងនៅពេលដែលការវះកាត់បានជោគជ័យរនចឹងគេបានរៀងធូរស្បើយឡើងហើយដល់ខុនក៏បានយកវីដេអូដែលរនយ៉ាងគេបាន record យកមកឲ្យរនចឹងមើលរនចឹងវិញគេខូចចិត្តខ្លាំងមែនតើហើយដល់ខុនក៏និយាយលួងលោមថាបើសិនជាឯងវិញឯងក៏អាចលះបង់ទៅឲ្យរនយ៉ាងបានដែរអញ្ចឹងហើយឯងកុំបន្ទោសខ្លួនឯងអីរឿងនេះគ្មាននរណាគេខុសហើយក៏គ្មាននរណាគេត្រូវដែរនៅក្នុងវីដេអូនោះរនយ៉ាងគេបានច្រៀងចម្រៀងនៅក្នុងរឿង animation មួយដែលពួកគេទាំងពីរនាក់បានមើលជុំគ្នាកាលពីតូចនៅពេលដែលគេច្រៀងចប់គេសួររនចឹងថាតើមាននៅចាំរឿងនឹងអត់នៅក្នុងរឿងហ្នឹងរនចឹងគេនិយាយថាគេចូលចិត្តតួអង្គបងប្រុសទី6ខ្លាំងមែនតើដោយសារតែតួអង្គហ្នឹងចូលចិត្តធ្វើរឿងអ្វីដែលមានសេរីភាពទោះបីជាតួអង្គហ្នឹងទន់ខ្សោយមែនក៏ប៉ុន្តែគេចូលចិត្តការផ្សងព្រេងខ្លាំងមែនតើចំណែកឯខ្ញុំវិញចូលចិត្តតួអង្គទី3ដោយសារតែតួអង្គទី3ហ្នឹងមើលទៅក្លាហានខ្លាំងមោះមុតហ្មងប៉ុន្តែនៅពេលដែលពួកយើងធំឡើងបងខ្លាចទៅជាម្ចាស់គ្រប់គ្រងក្រុមហ៊ុនដ៏ធំមួយចំណែកឯខ្ញុំវិញគ្មានអ្វីទាំងអស់ដល់ពេលអញ្ចឹងទៅបងប្រៀបបានដូចជាតួអង្គទី3ដែលខ្ញុំបានជ្រើសរើសយកអញ្ចឹងចំណែកឯខ្ញុំបែរខ្លាចទៅជាតួអង្គទី6ដែលបងរើសយកខ្ញុំដឹងថាប្រហែលឆ្នាំនេះបងពិតជាស្ដីបន្ទោសឲ្យខ្លួនឯងខ្លាំងណាស់ហើយបងក៏ប្រហែលជាគិតថាខ្ញុំនឹងស្ដីបន្ទោសហើយនឹងស្អប់បងដូចគ្នាប៉ុន្តែបើសិនជាខ្ញុំប្រាប់បងថាខ្ញុំមិនដែលស្ដីបន្ទោសនឹងខឹងបងទេកាលពីតូចនៅពេលដែលខ្ញុំបានមើលរូបថតរបស់បងខ្ញុំពិតជារំភើបជំនួសបងហើយតែងតែចង់ឲ្យបងត្រឡប់មករកខ្ញុំវិញ
ខ្ញុំក៏តែងតែគិតដែរថាតើបងរស់នៅក្នុងជីវិតបែបណានៅពេលដែលបងត្រឡប់មករកខ្ញុំវិញបងមិនស្គាល់ខ្ញុំឬមួយក៏បងនៅតែជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយស្ដីដោយការពីមុនតែបងគិតថាខ្ញុំគឺជាមនុស្សចម្លែកសម្រាប់បងអត់ខ្ញុំក៏ដឹងថាបងជាមនុស្សម្នាក់ដែលចូលចិត្តដោះស្រាយបញ្ហាតែម្នាក់ឯងតែងតែលាក់ការឈឺចាប់តែម្នាក់ឯងប៉ុន្តែបងតែងតែជាមនុស្សល្អតែងតែចូលចិត្តជួយអ្នកដទៃជានិច្ចប៉ុន្តែបងមានដឹងអត់ថាបងជាមនុស្សដែលឆ្កួតខ្លាំងណាស់បងជាមនុស្សម្នាក់ដែលអាចគ្រប់គ្រងក្រុមហ៊ុនរ៉ុនស៊ីទាំងមូលគ្រប់គ្រងគ្រួសាររ៉ុនទាំងមូលប៉ុន្តែអ្វីក៏បងមិនដែលគិតពីខ្លួនឯងជាពិសេសហេតុអីក៏បងឆាប់ចោះចាញ់ទៅលើរឿងស្នេហាម៉េះប៉ុន្តែខ្ញុំគ្រាន់តែសង្ឃឹមថាបងអាចរស់នៅក្នុងជីវិតដែលបងចង់រស់នៅជាជីវិតដែលមានសេរីភាពមិនខ្វាយខ្វល់ពីរឿងអ្វីទាំងអស់ខ្ញុំបានសញ្ញាលើกระดาษដែលបរិច្ចាគបេះដូងរបស់ខ្ញុំទៅឲ្យបងខ្ញុំដឹងថាការធ្វើបែបនេះវាជារឿងត្រឹមត្រូវបំផុតសម្រាប់ខ្ញុំហីក៏ដោយសារមានតែបងឯងអាចជួយមនុស្សបានច្រើនជាងខ្ញុំហើយមានតែបងម្នាក់ឯងដែលអាចធ្វើបានមានដឹងអត់បងប្រៀបបីដូចជាត្បូងពេជ្រមួយអញ្ចឹងណាជាចុងក្រោយរនយ៉ាងគេនិយាយថាខ្ញុំនឹងទុកភារកិច្ចមើលថែក្រុមហ៊ុនរនស៊ីមើលថែប៉ាទៅឲ្យបងណាបងត្រូវតែទទួលខុសត្រូវដែលខ្លួនឯងទៅចុងក្រោយរនយ៉ាងគេក៏បានប៉ះកាមេរ៉ានឹងដូចជាគេបានប៉ះរនអញ្ចឹងណាហើយនៅក្នុងចុងបញ្ចប់នៃវីដេអូនឹងរនយ៉ាងគេនៅតែសើចដែរវីដេអូរបស់រនយ៉ាងមានតែប៉ុណ្្នឹងទេបន្ទាប់ពីមើលវីដេអូនេះចប់ហើយរនចង់គេយំខ្លាំងមែនតើហ្មងគេខូចចិត្តខ្លាំងមែនតើហើយគេនិយាយប្រាប់ទៅកាន់ខាដខុនថាគេចង់រស់នៅជារនយ៉ាងនឹងហើយអ្នកនរគ្នាសម្រាប់ភាគនេះដែរមានក៏សូមផ្សាយតាមតែប៉ុណ្្នឹងសិនក្នុងវីដេអូនោះអ្នកនរគ្នាប្រកាសជាលើស្លេងអត់មានរៀងចម្លែកអូឡើយព្រោះតែមានសម្ដែងបដាយំបដាការមើលនឹងយំម្ដងហើយដល់ពេលឥឡូវសម្ដែងយំម្ដងទៀតហើយហ្នឹងហើយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ